ប៉ារបស់ណៃហ្នឹងគឺគាត់ពោះម៉ាយមកតាំងពីណៃហ្នឹងក៏នៅតូចម្លេះព្រោះម៉ាក់របស់ណៃហ្នឹងគឺបានបាត់បង់ជីវិតដោយសារជំងឺមៈเร็งហើយគាត់ហ្នឹងគឺបាននៅជាមួយកូនរយៈពេល25ឆ្នាំតតកូនរបស់គាត់អាយុ30ណាបានជាគាត់ហ្នឹងគឺសម្រេចចិត្តថាយកប្រពន្ធដោយគាត់ហ្នឹងគឺមានវ័យហ្នឹងគឺចាស់ហើយដោយសារតែគាត់ហ្នឹងមិនចង់ពឹងកូនទេគាត់ចង់យកប្រពន្ធហ្នឹងដើម្បីបានជាគ្នាដើម្បីចាស់ទៅនោះគឺមើលគ្នាទៅវិញទៅមកអញ្ចឹងណាហើយបែរទៅខាងតួស្រីរបស់យើងហ្នឹងគឺឈ្មោះដួងใจអញ្ចឹងដួងใจហ្នឹងគឺម៉ាក់របស់ដួងใจហ្នឹងគឺប៉ារបស់នាងហ្នឹងគឺទៅស្លាប់ដែរទេដោយសារតែប៉ារបស់នាងហ្នឹងគឺគ្រោះថ្នាក់ចរាចរណ៍ដោយប៉ារបស់នាងហ្នឹងគឺបានបើកម៉ូតូទៅធ្វើការណាហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ទៅស្លាប់បាត់បង់ជីវិតហើយម៉ាក់របស់ដួងใจហ្នឹងគឺនិយាយទៅគឺជាមនុស្សស្រីម្នាក់ដែលខ្វះប្តីមិនបានណានិយាយទៅមនុស្សគាត់គឺម៉ាក់របស់ប៉ារបស់តួស្រីស្លាប់ភ្លាមម៉ាក់តួស្រីហ្នឹងគឺចាប់ផ្ដើមញាក់ញក់រូបប្រុសហើយទៅចៃដនអីហ្នឹងគឺតដាក់ពាក្យធ្វើការជាមេផ្ទះហ្នឹងគឺចំផ្ទះរបស់តួប្រុសដែលប៉ារបស់គេហ្នឹងគឺជាពោះម៉ាយហើយពេលដែលចូលទៅធ្វើការជាមេផ្ទះជាចុងភៅហ្នឹងក៏បានធ្វើម្ហូបធ្វើអីត្រូវចិត្តរបស់ប៉ាតួប្រុសហើយប៉ាតួប្រុសហ្នឹងក៏បានស្រឡាញ់បានអីចឹងទៅប្រកាត់ភ្លើងស្នេហាអីពេញហ្នឹងហើយក៏បានសុំណៃហ្នឹងគឺរៀបការជាមួយនឹងម៉ាក់របស់តួស្រីហើយណៃហ្នឹងគឺបានខឹងយ៉ាងខ្លាំងដោយគេមិនចង់ឲ្យប៉ារបស់គេហ្នឹងគឺមានប្រពន្ធឡើយព្រោះឲ្យប៉ារបស់គេហ្នឹងគឺចង់ឲ្យនៅសូត្រអញ្ចឹងរហូតចង់នៅឲ្យ single អញ្ចឹងរហូតទៅដើម្បីនៅពីនេះគេហើយណាមួយគេខ្លាចថាយកប្រពន្ធមកហ្នឹងគឺជាប្រភេទប្រពន្ធយកតែទ្រព្យសម្បត្តិមើលឃើញតែលុយហើយអត់មើលថែគាត់ហើយប៉ុន្តែប៉ារបស់ណៃហ្នឹងក៏បាននិយាយថាប៉ាត្រូវទៅរៀបការព្រោះចាស់ទៅហ្នឹងគឺប៉ាមិនចង់ពឹងឲ្យកូនហ្នឹងមើលថែប៉ាទេប៉ាចង់មានគ្នាហ្នឹងដើម្បីមើលថែគ្នាទៅវិញទៅមកហើយចំណែកកូនក៏អាយុ30ទៅហើយខ្លួនឯងល្មមយកប្រពន្ធយកអីខ្លះទៅហើយខ្លួនឯងគិតដើរលេង Playboy ដល់ណាទៀតការងារក្នុងក្រុមហ៊ុនណាក៏ខ្លួនឯងបានចូលធ្វើហើយខ្លួនឯងក៏មានជីវិតបែបអ្នកគ្រប់គ្រងហើយអញ្ចឹងខ្លួនឯងគួរតែមានគូសកលបានហើយណៃក៏បាននិយាយថាបើសិនជាប៉ាយកខ្ញុំអត់យកទេហើយប៉ារបស់ណៃហ្នឹងក៏មិនបានជាចាប់អារម្មណ៍ខ្វាយខ្វល់នឹងសម្ដីណៃដែរគាត់ហ្នឹងក៏បានសម្រេចចិត្តថាគាត់ហ្នឹងគឺយកប៉ាយកម៉ាក់របស់តួស្រីហើយម៉ាក់តួស្រីហ្នឹងក៏សប្បាយចិត្តអូនិយាយទៅគឺសប្បាយចិត្តបានប្តីអ្នកមានណាគាត់ថាបើសិនតែបានប្តីអ្នកមានដឹងថាប្តីគាត់ស្លាប់ទៅបានប្តីអ្នកមានអញ្ចឹងគាត់ធ្វើឲ្យប្តីគាត់ស្លាប់យូរហើយទៅម៉ាក់តួស្រីហ្នឹងគាត់រៀងឆ្នើមដែរហ្នឹងហើយដល់ពេលតាប៉ារបស់តួប្រុសហ្នឹងរៀបការជាមួយម៉ាក់តួស្រីហើយហ្នឹងនិយាយទៅគាត់មិនរៀបការលក្ខណៈធំដុំទេគាត់គ្រាន់តែថាធ្វើលក្ខណៈប្រពៃណីបែបចាស់ទុំហើយគាត់ក៏មិនបានដាក់តុកដាក់អីដែរគាត់រៀបការនៅផ្ទះគាត់បែបចាស់ទុំហើយក៏ហៅតែអ្នកចិត្តស្និទ្ធដឹងលឺហើយគាត់ក៏បានទៅចោះអតាស៊ីវិលជាមួយគ្នាក៏រួមរស់នៅជាមួយគ្នានៅផ្ទះហ្នឹងទៅហើយចំណែកឯម៉ាក់តួស្រីហ្នឹងក៏បានខកហៅតួស្រីហ្នឹងគឺមកនៅនឹងដូចគ្នាតែតួស្រីហ្នឹងអត់ចង់មកទេប៉ុន្តែដោយសារតែផ្ទះតួស្រីហ្នឹងលក្ខណៈថានៅដាច់ស្រយាលពីគេអញ្ចឹងมันអាចនៅតែឯងបានទេខ្លាចអ្នកណាអ្នកណីចាប់លោបអីអញ្ចឹងណាហើយម៉ាក់តួស្រីហ្នឹងក៏បានខឹងជេរតួស្រីត្រូវតែមកនៅនឹងតែតួស្រីគេស្រឡាញ់ផ្ទះចាស់គេតួស្រីក៏បានបង្ខំចិត្តហ្នឹងគឺទៅនៅផ្ទះថ្មីរបស់ម៉ាក់ដែលបានប្តីក្រោយហើយអត់ដឹងថាចរិតប្តីក្រោយម៉ាក់ហ្នឹងយ៉ាងណាយ៉ាងណីទេហើយតួស្រីបានមកដល់ហ្នឹងក៏ជំរាបសួរប៉ារបស់តួប្រុសដែលជាឪចុងរបស់ខ្លួនអញ្ចឹងណាក៏បានជំរាបសួរទៅគឺគាត់ឈោអបស្មារបស់ម៉ាក់ខ្លួនឯងអញ្ចឹងក៏មានអារម្មណ៍មួយថាខ្លាចតែគេនឹងធ្វើបាបអីចឹងទៅហើយចំណែកឯម៉ាក់របស់នាងនឹងមើលមុខទឹកមុខក៏ដូចជាមានក្តីសុខខ្លាំងណាស់ហើយបែរតណៃវិញហ្នឹងក៏នៅលើបន្ទប់ជាន់លើអត់ទាន់ដឹងទទួលស្រីមកទេពេលដែលល្ងាចឡើងហ្នឹងគឺណៃគេបានចុះមកញ៉ាំបាយហ្នឹងក៏បានឃើញតួស្រីហ្នឹងអង្គុយញ៉ាំបាយលើតុដែរហ្នឹងគឺតួប្រុសហ្នឹងក៏បានមើលមុខប៉ារបស់គេហើយក៏បានសួរតើនេះជាអ្នកណាគេហើយប៉ារបស់តួប្រុសហ្នឹងក៏បាននិយាយថានេះគឺជាដួងใจកូនរបស់ប្រពន្ធប៉ាអញ្ចឹងឯងគួរតែហៅប្រពន្ធប៉ាហ្នឹងថាជាម៉ាក់ដែរទៅហើយដួងใจហ្នឹងគឺត្រូវជាប្អូនរបស់ឯងហើយអញ្ចឹង
ឯងមានប្អូនណាចាប់ពីថ្ងៃហ្នឹងត្រូវតែស្រឡាញ់ប្អូនមើលថែប្អូនហើយសង្ឃឹមថាឯងនឹងមិនរោរឿងប្អូនទៅចោះណាណៃហើយណៃនឹងពេលលឺអញ្ចឹងណាគោះតុបាយឡងផាំងគោះតុបាយឡងផាំងនិយាយទៅគឺគួរឲ្យខ្លាចតែម្ដងណាហើយក៏បានលើកធ្វើឲ្យតួស្រីនេះក៏ភ្ញាក់ព្រឺតតែម្ដងហើយខ្លាចតួប្រុសយ៉ាងមែនតែនហើយចំណែកប៉ារបស់ណៃហ្នឹងក៏បានងើបឈរហើយក៏បានចង្អុលណៃថានេះឯកូនឈួតប៉ានិយាយជាមួយឯងមិនចេះតិចដងទេណារឿងហ្នឹងណាហេតុអីក៏ឯងនៅទៅស្ដាប់ប៉ាមិនបានទៀតហើយណៃហ្នឹងក៏បានស្រែកកង្ហកឲ្យប៉ារបស់គេថាប៉ាចាំមើលថ្ងៃណាមួយណាប៉ានឹងស្ដាយក្រោយគ្រប់យ៉ាងហើយក៏បានសម្លឹងមើលទៅប៉ារបស់ម៉ាក់តួស្រីហើយនឹងតួស្រីថានាងមីងក៏ដូចគ្នាដែរនាងមីងចាស់ប៉ុណ្ណឹងហើយចង់បានប្តីទៀតហើយនាងឯងនេះក៏ដូចគ្នាដែរហេតុអីបើនាងឯងហ្នឹងគឺបណ្ដោយម៉ាក់នាងឯងមកយកប៉ាខ្ញុំអញ្ចឹងមិនយកហ្នឹងស្រឡឹងឃើញទ្រព្យសម្បត្តិមែនបើចង់បានលុយណាមកខ្ញុំឲ្យហើយសូមអញ្ជើញចេញទៅវិញហើយទូប្រុសនោះក៏បានអត់ញ៉ាំបាយទេដើរចេញទៅវិញបាត់ទៅឡើងឡានហ្នឹងគឺទៅខុនដូបាត់ទៅហើយចំណែកតួស្រីហ្នឹងគឺដៃញ័រណាភ័យនឹងកែវបែកផងភ័យតួប្រុសស្ដីឲ្យផងទៅញ័រដៃញ័រជើងញ៉ាំបាយកើតទេហើយចំណែកឯម៉ាក់តួស្រីគឺសម្លក់តួប្រុសមែនតែននិយាយទៅគឺលក្ខណៈថាឆ្នះឆ្នើមដែរហ្នឹងហើយចំណែកឯប៉ារបស់តួប្រុសនោះក៏បានបែរទៅខាងប្រពន្ធហើយនឹងកូនប្រពន្ធរបស់គាត់ថានិយាយថាក្មួយដួងใจកុំភ័យណាហើយកុំគិតច្រើននៅនឹងដោយសុបាយចិត្តចាត់ទុកថានេះជាផ្ទះរបស់ក្មួយទៅចំមិនបាច់ខ្វល់រឿងបងណៃឯងទេណៃគេជាមនុស្សម្នាក់ដែលមិនងាយទទួលយកអីលឿនផ្ដេសផ្ដាសនឹងទេនិយាយទៅការដែលម៉ាក់គេស្លាប់នឹងក៏ដូចគ្នាប្រាប់ថាម៉ាក់ស្លាប់នឹងគឺគេអត់ជឿទេគឺតែគេអោបសពម៉ាក់ហ្នឹងគឺតទៅដល់ថ្ងៃបូជាតែម្ដងហើយអូនក៏ដូចគ្នាគាត់និយាយទៅកាន់ប្រពន្ធគាត់ដែលជាម៉ាក់តួស្រីណាអូនមិនបាច់គិតច្រើនទេហើយថ្ងៃហ្នឹងណាចាំឲ្យអ្នកបារាហ្នឹងរៀបចំបន្ទប់ឲ្យដួងใจហ្នឹងបន្ទប់នៅជាន់លើជាប់នឹងបន្ទប់ណៃហ្នឹងទៅព្រោះអីបន្ទប់ហ្នឹងវាធំដូចគ្នាហើយបន្ទប់ស្អាតទៀតបន្ទប់ផ្សេងវារៀងទូចហើយពេលហ្នឹងណាគឺម៉ាក់តួស្រីបាននិយាយទៅកាន់ប្តីគាត់ថាបងបើសិនជាឲ្យគេដេកបន្ទប់ចិត្តគ្នាអញ្ចឹងអូនខ្លាចថាយាយដួងใจមិនបានដេកទេមើលទៅហើយពេលហ្នឹងម៉ាក់ប៉ាតួប្រុសហ្នឹងបាននិយាយថាមិនអីទេមនុស្សរត់តែមិនត្រូវរត់តែនៅចិត្តអូនយូរទៅនឹងធម្មតាហើយម៉ាក់តួស្រីហ្នឹងក៏បានងក់ក្បាលទៅហើយក៏បានបែរទៅមើលកូនស្រីណាបែរទៅតួស្រីហ្នឹងដួងใจដៃញ័រទៅហើយអង្គុយឈ្ងោកអត់ហ៊ានមើលមុខអ្នកណាទាំងអស់ហើយដល់តែពេលកន្លងមកមួយខែជាងណាតួស្រីហ្នឹងក៏បានសុំម៉ាក់របស់គេហ្នឹងទៅធ្វើការព្រោះតួស្រីហ្នឹងគឺឈប់រៀននៅថ្នាក់ទី11ណាហើយនៅតែមួយឆ្នាំទៀតរៀនចប់ហើយម៉ាក់តួស្រីហ្នឹងក៏បានឲ្យតួស្រីទៅរៀនតប៉ុន្តែតួស្រីហ្នឹងបាននិយាយថាសុំធ្វើការសិនដើម្បីសំលុយទៅរៀនតមួយឆ្នាំទៀតហើយនឹងបើសិនជាអាចអីហ្នឹងគឺមិនចង់រៀនតទៀតទេព្រោះអីចង់ធ្វើការវិញដើម្បីសំលុយមិនចង់រស់នៅដោយប្រើលុយគេអីចឹងណានៅផ្ទះអ្នកមានទៅក្រែងចិត្តព្រោះអីឃើញកូនប្រុសគេមិនពេញចិត្តហើយក៏បាននិយាយទៅកាន់ម៉ាក់របស់គេថាអ្នកម៉ាក់កូនសុំធ្វើការហើយព្រោះអីកូនប្រហែលជាមិនអាចរៀនតទៅទៀតទេហើយម៉ាក់របស់ទូស្រីបាននិយាយថាហើយយ៉ាងម៉េចចឹងម៉ាក់មានលុយឲ្យឯងរៀនណាម៉ាក់ធ្វើគ្រប់យ៉ាងដើម្បីឯងអញ្ចឹងម៉ាក់សុំឲ្យឯងនឹងរៀនឲ្យចប់ដល់សកលហេតុអីបានឯងធ្វើអញ្ចឹងគឺម៉ាក់ក៏ដឹងណាថាកូនរបស់លោកពូកូនរបស់លោកអ៊ំដែលជាស្វាមីថ្មីរបស់អ្នកម៉ាក់ហ្នឹងគឺគាត់ហ្នឹងគឺมันចូលចិត្តហើយมันចង់ឲ្យពួកយើងនៅនឹងឯងអញ្ចឹងហើយកូនគិតថាកូនរកការងារបានណាកូនសុំអ្នកម៉ាក់ទៅជួលបន្ទប់នៅខាងក្រៅមួយអាទិត្យកូនមើលអ្នកម៉ាក់ម្ដងបើមិនអញ្ចឹងទេឲ្យកូននៅនឹងកូនប្រហែលជាមិនហ៊ានញ៉ាំបាយទេអ្នកម៉ាក់ព្រោះបើសិនជាគាត់នៅតែអញ្ចឹងទៀតហើយម៉ាក់របស់ទូស្រីនេះក៏បាននិយាយថាមិនអីទេកូនមិនបាច់គិតច្រើនទេនៅនឹងទៅកូនមិនបាច់ចេញទៅនៅខាងក្រៅទេប៉ុន្តែទូស្រីនេះក៏នៅតែនិយាយដែរចឹងឯងថា
យ៉ាងណាថ្ងៃណាមួយកូននឹងចេញទៅជួបបន្ទប់នៅខាងក្រៅកូនមិនអាចទ្រាំនៅនឹងបានទេកូនក្រែងចិត្តម្ចាស់ផ្ទះគេតែបើអ្នកម៉ាក់ចង់នៅក៏នៅទៅកូនមិនបានថាអីទេតែចាំកូនរកការងារធ្វើបានពី3ខែសិនហើយទូស្រីហ្នឹងក៏បានសុំម៉ាក់របស់គេហ្នឹងទៅដាក់ពាក្យទៅហើយម៉ាក់របស់ទូស្រីហ្នឹងក៏ឈោកវីក្បាលណាដោយសារតែទូស្រីហ្នឹងគឺជាមនុស្សលៀកដែលល្អហួសតែម្ដងហើយអត់ព្រមនៅដោយសារពឹងកម្លាំងគេអត់ទេនិយាយទៅគឺប៉ារបស់តួប្រុសណាបានបកគលលុយឲ្យរៀននឹងមួយចំនួនធំតែតួស្រីអត់យកទេនៅតែអត់យកតែម្ដងណាគឺចង់ទៅធ្វើការដោយខ្លួនឯងក៏តួស្រីទៅធ្វើការរោងចក្រទៀតហើយលុយខែតិចតួចមែនទែនត្រឹមតែ200ជាងណាគ្នាក៏សុខចិត្តស៊ូធ្វើដែរដោយបាននៅចិត្តម្ដាយប៉ុន្តែมันអាចនៅបានយូរដោយសារតែម្ចាស់ផ្ទះគេខឹងអញ្ចឹងទៅហើយចំណែកឯណៃហ្នឹងគឺតឌីខុនដូមួយអាទិត្យហ្នឹងក៏បានមកវិញពេលមកវិញហ្នឹងគឺឃើញថាតួស្រីហ្នឹងក៏ចំថ្ងៃអាទិត្យតែម្ដងណាតួស្រីហ្នឹងក៏បាននៅផ្ទះហើយក៏បានជួយអ្នកបារើហ្នឹងបោកជូតធ្វើជួយលាងបន្លែលាងអីបោសសម្អាតផ្ទះសម្បែងអីចឹងទៅហើយពេលដែលគេធ្វើផ្អែមហ្នឹងក៏តួស្រីហ្នឹងក៏ជួយធ្វើដូចគ្នាហើយតួប្រុសហ្នឹងក៏បានហៅឲ្យអ៊ំម៉ែដោះហើយនៅអ្នកបារើនៅនឹងហ្នឹងជួយយកទឹកហ្នឹងហើយនឹងទៅដោះគោយកទៅឲ្យគេនៅជន់លឺផងហើយពេលនឹងដែរហ្នឹងគឺអ្នកបារើហ្នឹងគឺជាប់រវល់ទៅផ្សារហើយម៉ែដោះហ្នឹងគឺជាប់ដៃធ្វើនំបាត់ហើយអញ្ចឹងហើយក៏បានប្រើឲ្យទូស្រីហ្នឹងគឺយកទៅដោះគោហើយនឹងទឹកហ្នឹងយកទៅឲ្យទូប្រុសនៅបន្ទប់ផងហើយទូស្រីណាពេលដែលឮម៉ែដោះប្រើអញ្ចឹងគាត់ខ្លាចមែនតើសុចិត្តនៅសុំនៅធ្វើនំណាឲ្យម៉ែដោះលើកទៅខ្លួនឯងប៉ុន្តែម៉ែដោះហ្នឹងក៏បាននិយាយថាក្មេងល្អពេលដែលចាស់ប្រើណាมันប្រកែកទេអញ្ចឹងហើយអ៊ំមើលទៅឃើញក្មួយល្អចិត្តល្អចរិតល្អមិនដូចចរិតម្ដាយក្មួយអញ្ចឹងសង្ឃឹមថាក្មួយនឹងអាចធ្វើបានហើយពេលនឹងដែរនឹងតួស្រីនឹងក៏បខំចិត្តទៅលើកទឹកហើយនឹងទៅដោះគោទៅឲ្យតួប្រុសណាហើយតួប្រុសទៅដល់ណាពេលឃើញតួស្រីអ្នកយកទៅដោះគោហើយទឹកទៅឲ្យក៏បានចាប់តួស្រីហ្នឹងគឺបញ្ញាទៅនឹងជាងហើយចាប់ដៃតួស្រីឡើងទៅលើហើយក៏បឺតមើលតួស្រីទៅហើយក៏បាននិយាយស្ដីឲ្យតួស្រីជាឆ្អេះថាមិនបាននាងនៅមុខក្រាស់នៅហ្នឹងនាងជួយនាំម្ដាយរបស់នាងចេញពីជីវិតចេញពីផ្ទះរបស់ខ្ញុំផងខ្ញុំមិនត្រូវការឲ្យម្ដាយរបស់នាងមកជំនួសកន្លែងម៉ាក់ខ្ញុំទេអ្នកដែលគួរនៅអ្នកដែលគួរនៅជាមួយប៉ារបស់ខ្ញុំហ្នឹងគឺមានតែម៉ាក់របស់ខ្ញុំម្នាក់គត់ខ្ញុំស្អប់ម៉ាក់របស់នាងខ្ញុំស្អប់នាងខ្លាំងជាងទៀតធ្វើមុខស៊ឺប៊ឺធ្វើមុខដូចមនុស្សល្ងងមនុស្សមិនដឹងខ្យល់អីអញ្ចឹងជេរយ៉ាងណាក៏មិនចេះស្ដាប់នេះថ្នាក់ខ្ញុំបោកកែវនៅមុខហើយនៅតែអត់ដឹងអត់ឈឺចាប់អត់ដឹងខ្យល់អីទៀតហើយតួស្រីណាអត់ហ៊ាននិយាយអីទាំងអស់គឺដៃជើងញួរទៅហើយតួប្រុសនោះចាប់ដៃតួស្រីឡើងទៅលើជាប់នៅក្បាលណាផ្អែកនឹងជាងតួស្រីរើអត់រួចទេតួស្រីនេះក៏ទៅពីកវីក្បាលហើយយំហើយតួប្រុសនិយាយពីថាថើបញីញក់គេឡើងមកឆ្ងាញ់ដៃតែម្ដងហើយទៅគឺថើបតោះថាវមកតួស្រីនេះគឺហៅមកឲ្យបានលេងគេហើយតួស្រីណាយំចុះមកពីបន្ទប់តួប្រុសវិញហ្នឹងគឺយំបដាយកដៃជូតមាត់បដាយកទៅវាមាត់ហើមប៉ុណ្ណាហើយអត់ហ៊ានទៅធ្វើនំជាមួយម៉ែដោះទៀតទេរត់ទៅអង្គុយយំនៅសួនផ្កាមុខផ្ទះហើយម៉ាក់តួស្រីណាពេលដែលឃើញកូនហ្នឹងអង្គុយយំនៅមុខសួនហ្នឹងសួនមុខផ្ទះហ្នឹងក៏បានដើរទៅសួរនេះយាយដួងใจកើតអីហ่ะមិនបានយំអ្នកម៉ាក់កូនចង់ត្រឡប់ទៅនៅផ្ទះយើងវិញឬមួយក៏អ្នកម៉ាក់មិនឲ្យកូនទៅក៏បានតែកូនសុំចេញទៅជួបបន្ទប់នៅខាងក្រៅបានអត់ហើយម៉ាក់របស់តួស្រីបាននិយាយថាឈួតទេគេឲ្យមកនៅផ្ទះវិឡាហើយឯងចង់ទៅនៅបន្ទប់ជួលម៉ាក់ធ្លាប់និយាយមួយឯងហើយតាហើយតួស្រីនេះក៏បាននិយាយថាអ្នកម៉ាក់កូនសុំបកូនអត់ចង់នៅនឹងទៀតទេហើយម៉ាក់តួស្រីក៏បាននិយាយថាហើយមាត់ឯងហ្នឹងកើតស្អីមិនបានហើមប៉ុណ្ណឹងហើយតួស្រីហ្នឹងគេយកដៃបិទមាត់ណាហើយក៏អត់ហ៊ានប្រាប់ថាតួប្រុសបិទមាត់ទេក៏បាននិយាយថាគឺកូនញ៉ាំលាហាលទៅវាធ្វើឲ្យមាត់របស់កូនហើមហើយម៉ាក់របស់តួស្រីក៏បាននិយាយថាគ្រាន់តែញ៉ាំលៀសទៅហើមបបេមាត់ក៏ចាំបាច់យំដែរឯងឈួតទេអីមនុស្សអីក៏ទុនខ្សោយម្ល៉េះហ៎ម៉ាក់ហ្នឹងមិនគួរមានកូនដូចឯងទេស៊ឺគ្មានដឹងខ្យល់អីសោះល្មើយអញ្ចឹងហ
ហើយទូស្រីហ្នឹងគឺគិតតែយំទៅម៉ាក់របស់ទូស្រីហ្នឹងក៏ចូលទៅក្នុងផ្ទះវិញទៅហើយចំណែកប៉ាតួប្រុសណាគាត់ហ្នឹងគឺសម្រាននៅបន្ទប់ជាន់លើគាត់បានឃើញទេហើយតួប្រុសនោះក៏បានត្រូវចិត្តមែនទេដោយសារបានរោរឿងតួស្រីណាហើយគេក៏បានជាប់ចិត្តនឹងរសជាតិមាត់របស់តួស្រីយ៉ាងពេញចិត្តតែម្ដងណានិយាយទៅគឺកន្លែងហ្នឹង admin អត់ហ៊ានសម្រាយទេ admin ក៏ខ្លាចថា YouTube មានការថា admin ហ្នឹងគឺនិយាយរឿងបែបអាក្រាតអីចឹងទៅ admin សុំរំលងកន្លែងហ្នឹងបន្តិចហើយលោកល្ងាចឡើងនោះគឺតួប្រុសចុះមកញ៉ាំបាយជុំគ្នាជាមួយនឹងប៉ាគេហើយនឹងម៉ាក់ប៉ាតួហើយនឹងម៉ាក់តួស្រីហើយនឹងតួស្រីតែតួស្រីអត់ហ៊ានញ៉ាំទេឃើញតួប្រុសចុះមកហ្នឹងគឺរត់ទៅញ៉ាំនៅក្នុងផ្ទះបាយហើយម៉ាក់របស់តួស្រីហើយនឹងប៉ារបស់តួប្រុសហ្នឹងក៏បានមើលមុខគ្នាហើយក៏បានហៅដួងចៃទៅណាហ្នឹងក្មួយមកញ៉ាំបាយនៅហ្នឹងហើយម៉ាក់តួស្រីក៏បាននិយាយថានេះយាយដួងចៃឆាប់ត្រឡប់មកញ៉ាំបាយនៅតុហ្នឹងវិញឯងឋានៈកូនរបស់ម៉ាក់អញ្ចឹងមិនបានឯងទៅញ៉ាំបាយជាមួយអ្នកបារវិញហើយតួស្រីហ្នឹងក៏បានកវីក្បាលអត់និយាយទាំងអស់គឺអង្គុយញ៉ាំបាយជាមួយអ្នកបារនៅផ្ទះបាយហើយតួប្រុសហ្នឹងពេលដើរមកដល់មាត់ទ្វារផ្ទះបាយហ្នឹងក៏បានឈោសម្លឹងតួស្រីណាហើយប៉ារបស់តួប្រុសហ្នឹងក៏បាននិយាយថានេះតាណៃឯងវាស្អីណាស់ណាបានទៅចេះតែសម្លក់សម្លឹងប្អូនអញ្ចឹងប៉ាណានិយាយជាមួយឯងណានិយាយចង់លេងនិយាយឯនេះហើយបើឯងមិនពេញចិត្តឯងទៅនៅខុនដូរហូតទៅឯងមិនបាច់មកផ្ទះទេមកតែយូរម្ដងមកផ្លេតបានហើយតួប្រុសបាននិយាយថាហេតុអីបាទខ្ញុំត្រូវទៅនេះគឺជាផ្ទះរបស់លោកអ្នកម៉ាក់របស់ខ្ញុំដែរណាលោកប៉ាហើយផ្ទះគាត់គឺជាផ្ទះរបស់លោកប៉ាដូចគ្នាដែលជាប៉ារបស់ខ្ញុំចំណែកអ្នកមីងម្នាក់នេះដែលជាប្រពន្ធចុងរបស់លោកប៉ាប្រពន្ធក្រោយរបស់លោកប៉ានេះគ្មានសិទ្ធិសំបីទៅនៅទេប៉ុន្តែបើលោកប៉ាចង់ឲ្យនៅណាក៏នៅបានប៉ុន្តែត្រូវនៅឲ្យដឹងឋានៈខ្លួនឯងផងมันអាចមួយជំនួសម៉ាក់របស់ខ្ញុំបានទេដល់ពេលហ្នឹងទៅគឺប៉ារបស់តួប្រុសណាដកតាហើមធំបាននិយាយថានេះតណៃឯងគួរតែឈប់និយាយឌឺដងផ្លែផ្កាឲ្យមីងរបស់ឯងទៅមីងរបស់ឯងណាចាត់ទុកដូចជាម្ដាយរបស់ឯងអញ្ចឹងឯងមិនហៅគេម៉ាក់ក៏អត់ទៅតែឯងគួរតែអត់ផ្ដល់កិត្តិយសឲ្យគេខ្លះផងហេតុអីមិនឯងចូលចិត្តរោរឿងគេអញ្ចឹងក្នុងចិត្តឯងនឹងគិតអីហើយណៃក៏បាននិយាយថាក្នុងចិត្តខ្ញុំគឺគិតថាគាត់មិនអាចមកជំនួសម៉ាក់របស់ខ្ញុំបានបើសិនជាគេមិនអាចជំនួសម៉ាក់របស់ឯងបានអញ្ចឹងឯងធ្វើមិនដឹងធ្វើមិនលឺខ្លះទៅព្រោះប៉ាណាបានសម្រេចចិត្តយកគេមកទៅហើយគេក៏បានមើលថែប៉ាយ៉ាងល្អប៉ាកើតខ្យល់យកប្រលប់ដែរឯងមកមើលប៉ាអត់ទេគឺបានមីងរបស់ឯងនឹងឯងហើយក្មួយដួងចៃនឹងដូចគ្នាគ្រាន់តែឯងនិយាយស្រួលមួយប្អូនតិចទៅវាមិនឯងឃើញទេប្អូនខ្លាចឯងរហូតដល់រត់ទៅញ៉ាំបាយនៅជាមួយអ្នកប្រើបាត់ឯហ្នឹងសួរថាឲ្យប៉ាហ្នឹងគិតមិនហើយទូប្រុសហ្នឹងអត់ខ្វល់ញាក់ស្មាទៅអត់ខ្វល់ទេគឺញ៉ាំបាយធំដងហើយញ៉ាំបាយហើយស្លក់ម៉ាក់តួស្រីញ៉ាំហើយម៉ាក់តួស្រីដូចគ្នាស្លក់តួប្រុសដូចគ្នាណាតែដល់ពេលស្លក់ហើយនឹងធ្វើជាទៅនិយាយផ្អែមរលួយដាក់ប៉ាតួប្រុសថាបងនេះអានេះម្ហូបដែលបងឯងចូលចិត្តអញ្ចឹងចាំអូនដួសឲ្យនិយាយទៅគឺតួប្រុសពេលឃើញអញ្ចឹងចង់អួលបាយចង់ក្អួតបាយប៉ុន្តែក៏ទ្រាំញ៉ាំទៀតទៅបានរួចហើយតួស្រីនឹងរត់មកញ៉ាំបាយមួយអ្នកប្រាហើយញ៉ាំហើយហ្នឹងគឺជួយលាងចានលាងអីទុកដាក់ផ្ទះបាយហើយហ្នឹងក៏បានសុំចូលទៅគេងដើម្បីព្រឹកហ្នឹងទៅធ្វើការនៅរោងចក្របន្តទៀតហើយលុះព្រឹកឡើងហ្នឹងគឺតួស្រីហ្នឹងក៏បានក្រោកតាំងពីព្រឹកណាដើម្បីរៀបចំខ្លួនហ្នឹងក៏ស្ពាយក្បោបទៅធ្វើការរោងចក្រជាធម្មតាតួស្រីគឺត្រូវដើរទៅមុខផ្លូវធំដើម្បីជិះឡានរោងចក្រទៅទាំងអស់គ្នាជាមួយអ្នកផ្សេងអញ្ចឹងទៅដល់ខាងឡានរោងចក្រហ្នឹងមកយកហើយចៃដនហ្នឹងក៏តួប្រុសហ្នឹងក៏បើកឡានចេញមកណាហើយក៏បានឃើញទឹកមួយហ្នឹងគឺនៅនឹងដក់នៅលើផ្លូវឃើញតួស្រីកំពុងទៅដើរដល់ទឹកល្មមតួប្រុសក៏មានចិត្តនឹកឃើញថាចង់រោរឿងតែម្ដងមើលហើយក៏បានបើកទៅជន់ទឹកនឹងខ្លាំងហើយទឹកនោះក៏បានសាយទៅចំតួស្រីនោះគឺសើមអស់លីងតែម្ដងហើយតួស្រីពេលឃើញអញ្ចឹងទៅក៏បានមើលទៅឡានហ្នឹងក៏បានឃើញថាជាឡានរបស់តួប្រុសហើយក៏បាននិយាយថាបើកឡានអីមិនមើលគេដើរតាក់តិចអញ្ចឹងគ្មានសុជីវធម៌មែន
ហើយទូស្រីពេលប្រឡាក់អស់អញ្ចឹងណាក៏បានយកទូរស័ព្ទហ្នឹងខលប្រាប់មេកាបាននិយាយថាមានបដិហេតុតាមផ្លូវបន្តិចបន្តួចអញ្ចឹងសុំទៅក្រោយគេយឺតម៉ោងបន្តិចហើយទូស្រីហ្នឹងក៏បានរត់ត្រឡប់មកវិញហ្នឹងដើម្បីដូរខោអាវពេលដែលត្រឡប់មកវិញហ្នឹងឃើញជួបជាមួយនឹងម៉ាក់របស់គេទៀតហើយនឹងប៉ារបស់ទូប្រុសដែលកំពុងតែអង្គុយញ៉ាំកាហ្វេនៅមុខផ្ទះហើយប៉ារបស់ទូប្រុសហើយនឹងម៉ាក់ទូស្រីហ្នឹងក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ពេលដែលឃើញទូស្រីហ្នឹងគឺប្រឡាក់សុទ្ធផុកហើយក៏បានសួរដួងใจហើយក្មួយកើតអីបានជាសើមសកក់សិតផុកសិតដីវិញខ្លួនអញ្ចឹងហើយម៉ាក់ទូស្រីនោះបាននិយាយថាហ្នឹងហើយឯងទៅធ្វើស្អីមកពីណាបានជាប្រឡាក់ពេញខ្លួនអញ្ចឹងហើយយាយដួងใจហើយដួងใจហ្នឹងក៏បាននិយាយថាគឺខ្ញុំដើរទៅវាជួបបដិហេតុតិចតួចណាលោកពូមិនដឹងឡានអ្នកណាទេគឺជិះមកសាចចំខ្ញុំប៉ុន្តែទូស្រែហ៊ានប្រាប់ឯណាថាឡានទូប្រុសខ្លាចលោកថាប្រាប់ទៅគឺប៉ារបស់ទូប្រុសនឹងរករឿងទូប្រុសរករឿងខ្លួនទៀតហើយអញ្ចឹងហើយទូស្រីក៏បាននិយាយថាអញ្ចឹងខ្ញុំសុំទៅដូរខោអាវឲ្យបញ្ញាទៅធ្វើការព្រោះអីថ្ងៃនេះចូលយឺតជាងគេហើយប៉ារបស់ទូប្រុសនោះក៏បានងក់ក្បាលទៅក៏បានហួសចិត្តនឹងឡាននៅឃើញខឹងឡានដែលជីភ្នែកមិនមើលអញ្ចឹងណាគេដើរហើយក៏បានជិះឡានជន់ទឹកនឹងដើម្បីសាច់ចំគេហើយអត់មានចុះមកសុំទោសមកមើលមកអីហើយមកសន្ទុះតួស្រីក៏រត់ចុះមកវិញហ្នឹងក៏ដើម្បីរត់ទៅផ្លូវធំណាដើម្បីហៅម៉ូតូដប់ហ្នឹងគឺជួនខ្លួនហ្នឹងគឺទៅរោងចក្រពេលដែលទៅដល់រោងចក្រហ្នឹងគឺធ្វើការធ្វើអីធម្មតាទៅហើយយឺតម៉ោងបន្តិចនោះប៉ុន្តែមេកាហ្នឹងគឺអត់បានខឹងបានអីទេប៉ុន្តែគ្រាន់ប្រាប់ថាកុំយឺតញឹកពេកហើយប្រធានក្រុមហ៊ុនរោងចក្រដែលតួស្រីធ្វើហ្នឹងគឺចាយដុនជាមិត្តភ័ក្តិរបស់តួប្រុសទៀតហើយតួប្រុសរបស់យើងហ្នឹងក៏មិនបានជាចាប់អារម្មណ៍ដែរហើយលុះថ្ងៃមួយលោកបានប្រហែលជាមួយខែជាងហ្នឹងគឺតួប្រុសហ្នឹងគឺចាប់ផ្ដើមសង្កេតថាតួស្រីហ្នឹងគឺធ្វើការពីច័ន្ទហ្នឹងគឺដល់ថ្ងៃសៅរ៍ហើយតួប្រុសហ្នឹងក៏បានតាមដានតួស្រីហ្នឹងគឺឃើញថាជិះឡានរោងចក្រទៅឈប់នៅរោងចក្រNeuroអញ្ចឹងហើយទូប្រុសនោះក៏បានដឹងថារោងចក្រហ្នឹងគឺជារោងចក្រមិត្តភ័ក្តិរបស់គេសោះហើយគេក៏បានខលរមិត្តភ័ក្តិរបស់គេដែលជាម្ចាស់ក្រុមហ៊ុនរោងចក្រណាហើយក៏បានប្រាប់ថាឲ្យជួយបញ្ឈប់បុគ្គលិកម្នាក់ដែលមានឈ្មោះថាដួងใจហ្នឹងទៅព្រោះអីនាងហ្នឹងគឺចរិតមិនល្អទេនិយាយទៅគេនិយាយប្រាប់រៀបរាប់អីចឹងណា